សួស្តីបងប្អូនទាំងគ្នាសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទៅដល់បងប្អូនដែលប្រើប្រាស់នៅ Messenger ណាហើយចង់ឲ្យ Messenger របស់យើងមានសុវត្ថិភាពទោះបីជាអ្នកដទៃខ្ចីទូរស័ព្ទរបស់យើងយកទៅប្រើប្រាស់ក៏ដោយក៏គេអាចឆែក Messenger យើងបានដែរតោះជាដំបូងយើងគ្រាន់តែធ្វើការចូលនៅក្នុង Messenger ហើយបន្ទាប់មកយើងគ្រាន់តែធ្វើការចុចកន្លែងពាក្យ menu បាទ tray 3ហ្នឹងហើយយើងរកពាក្យថា setting បាទអញ្ចឹងត្រង់ចំណុចខាងលើពាក្យ setting ដែលខ្ញុំដាក់សញ្ញាសម្គាល់តែម្ដងបាទយើងចុចត្រង់ចំណុចហ្នឹងមកបងប្អូនអាច scroll មកក្រោមបន្តិចហើយធ្វើការស្វែងរកនៅពាក្យថា privacy and safety បាទនេះត្រង់ចំណុចនេះអញ្ចឹងបងប្អូនអាចធ្វើការចុចត្រង់ចំណុចហ្នឹងបាទនៅពេលដែលបងប្អូនចុចត្រង់ចំណុចនោះហើយបងប្អូនអាចកលេចមើលត្រង់ចំណុចខាងលើដែលគេដាក់ថា protect your account អញ្ចឹងបើសិនជាបងប្អូនចង់ដាក់ protect account ក៏បងប្អូនអាចធ្វើការដាក់បានដែរណានឹងមុខងារថ្មីតែម្ដងអូខេអ្វីដែលសំខាន់ដែលខ្ញុំចង់លើកឡើងតាំងពីដើមវីដេអូមកគឺត្រង់ចំណុចពាក្យថា app lock អញ្ចឹងយើងអាចធ្វើការចុចត្រង់ចំណុច app lock ហ្នឹងមកនៅពេលដែលយើងធ្វើការចុចត្រង់ចំណុចហ្នឹងរួចរាល់បងប្អូនអាចធ្វើការ scan បាទបើកមុខងារមួយនឹងហើយគឺវាតម្រូវឲ្យយើងធ្វើការជ្រើសរើសតែម្ដងដោយសារតែត្រង់ចំណុចនេះនៅពេលដែលខ្ញុំបើកមុខងារមួយហ្នឹងខ្ញុំត្រូវធ្វើការ scan កញ្ចៅដៃណានៅពេលដែលយើង scan កញ្ចៅដៃដើម្បីធ្វើការដោះសោនៅទូរស័ព្ទយើងរួចរាល់ហើយវានឹងបង្ហាញទម្រង់បែបនេះតែម្ដងហើយត្រង់ចំណុចនេះផងដែរគឺបងប្អូនអាចធ្វើការជ្រើសរើសអញ្ចឹងវាមាន4ចំណុចត្រង់ចំណុចទី1បន្ទាប់ពីយើងធ្វើការចេញពី chat ឬក៏ Messenger របស់យើងភ្លាមវានឹងចាក់សោតែម្ដងបន្តមកទៀតវាកំណត់ពេលរយៈពេល1នាទីបន្ទាប់ពីយើងចេញពី chat រយៈពេល15នាទីទៅ1ម៉ោងបន្ទាប់ពីយើងចេញពី chat ណាអ្វីដែលល្អដែលខ្ញុំចង់ឲ្យបងប្អូនធ្វើការជ្រើសរើសគឺត្រង់ចំណុចខាងលើតែម្ដងនៅពេលដែលបងប្អូនធ្វើការចេញពី chat ភ្លាមវានឹងចាក់សោ chat របស់យើងអូតូតែម្ដងទោះបីជាអ្នកដទៃចង់លួចឆែក chat របស់យើងក៏ឆែកឲ្យបានដែរបាទចំណុចនេះគឺល្អមែនតើសម្រាប់បងប្អូនគួរតែធ្វើការបើកនឹងទៅបាទមុខងារមួយហ្នឹងអញ្ចឹងឧទាហរណ៍ថានៅពេលដែលបងប្អូនធ្វើការបើកបាទ app lock នឹងរួចរាល់ហើយបងប្អូនអាចធ្វើការ scroll វាចេញតែម្ដងបាទអញ្ចឹងខ្ញុំសូមធ្វើការ scroll ចេញអញ្ចឹងនៅពេលដែលខ្ញុំធ្វើការ scroll ចេញរួចរាល់ហើយខ្ញុំនឹងចូលត្រង់កន្លែង Messenger នឹងម្ដងទៀតដើម្បីធ្វើការចែករំលែកបងប្អូនណាតើយើងអាចដាក់ឬក៏ចាក់សោហ្នឹងបានសម្រេចឬក៏អត់បាទអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការចូលរួចរាល់ហើយវានឹងតម្រូវឲ្យធ្វើការវាយនៅលេខកូដបាទវានៅលេខកូដឬក៏ scan កញ្ចៅដៃឬក៏ scan មុខតែម្ដងត្រង់ចំណុចហ្នឹងបាទអញ្ចឹងនៅពេលដែលយើងធ្វើការ scan រួចរាល់ហើយវានឹងបង្ហាញផ្ទាំងបែបនេះបងប្អូនឃើញអត់បាទអញ្ចឹងយើងអាចចូលទៅប្រើប្រាស់បានជាធម្មតាអញ្ចឹងវីដេអូនេះគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកទៅដល់បងប្អូនជួបគ្នានៅវីដេអូក្រោយអរគុណ